បាទដំណើរជីវិតសត្វលោកបានចាប់បដិសន្ធិមកហើយរមែងតែជួបបញ្ហារឿងរ៉ាវជារឿយទោះបីតិចច្រើនក្តីទោះបីតូចធំក្តីតែងតែមានបន្តិចរឿងនោះបន្តិចរឿងនេះបញ្ហាទាំងនោះនឹងគឺមានរហូតទៅតាមពេលវេលាដែលយើងមានដែលយើងប្រព្រឹត្តនេះជាសភាវៈពុតរបស់មនុស្សហើយរឿងរ៉ាវដែលច្រើនជាងគេក្នុងជីវិតយើងនេះគឺបញ្ហាផ្លូវចិត្តតាំងពីការសិក្សារៀនសូត្រធ្វើការងារក្តីណាប្រព្រឹត្តទៅដោយកាយក្តីសម្ដីក្តីជីវិតនឹងនឿយហត់ព្រោះតែចិត្តនេះឯងតែងតែប្រែប្រួលជាប់ជាប្រចាំដូច្នេះហើយទើបជីវិតនឹងមានការធុញទ្រាន់ចិត្តនឹងដោយសារចឹងជួនកាលនឹងចិត្តនឹងទៅទទួលអារម្មណ៍មកពីក្រៅនៅពេលដែលអារម្មណ៍នាំរឿងរ៉ាវល្អចិត្តនឹងក៏មានសេចក្តីសោមនស្សរីករាយចឹងទៅជួនកាលចិត្តទៅទទួលអារម្មណ៍ដែលមិនល្អចិត្តនឹងរមែងតែមានទុក្ខភ្លាមអារម្មណ៍ទាំងនេះនឹងនាំរឿងរ៉ាវអាក្រក់ឲ្យចិត្តនឹងពិបាកក្នុងការដោះស្រាយចំណងទុក្ខទាំងលំបាកដូច្នេះចិត្តដែលទៅទទួលអារម្មណ៍គ្រប់បញ្ហាទាំងល្អទាំងអាក្រក់ទាំងសុខទុក្ខចិត្តនឹងជាអ្នកទទួលរឿងរ៉ាវនេះទាំងអស់ដូច្នេះហើយកាលបើយើងពុំមានបញ្ញាតាមផ្លូវធម៌សម្រាប់នឹងដោះស្រាយរាល់បញ្ហាទាំងនេះទេច្បាស់ជាជីវិតយើងនឹងគ្មានខ្លឹមសារទេព្រោះតែខ្លឹមសាររបស់មនុស្សយើងនឹងត្រូវការវិជ្ជាត្រូវការបញ្ញាតាមផ្លូវធម៌សម្រាប់បណ្ដុះបណ្ដាលសមត្ថភាពដើម្បីដោះស្រាយបាននឹងគ្រប់បញ្ហាដែលកើតឡើងចំពោះខ្លួនឧបមាដូចជាអ្នកបើកបរគ្រឿងយន្តចេះទាំងបើកហើយថែមទាំងចេះជំនាញជួសជុលគ្រឿងយន្តទៀតផងហើយបើមានទាំងសមត្ថភាពទាំងបើកសមត្ថភាពទាំងជួសជុលក៏ដោយប៉ុន្តែបើខ្វះគ្រឿងឧបករណ៍សម្រាប់ជួសជុលនោះវានឹងគ្មានន័យសម្រាប់សមត្ថភាពអ្នកបើកបរនោះដែរដូច្នេះហើយអ្នកបើកបរនេះលុះត្រាតែមានទាំងសមត្ថភាពបើកបរផងមានទាំងសមត្ថភាពជួសជុលផងព្រមទាំងមានប្រដាប់ប្រដាឧបករណ៍នេះប្រើប្រាស់សម្រាប់ជួសជុលផងទាំងបច្ចេកទេសជួសជុលនឹងទៅធានាជីវិតទៅយ៉ាងរលូនយ៉ាងណាជីវិតរបស់មនុស្សយើងម្នាក់ក៏មិនខុសគ្នាដែរកាលបើយើងមានបញ្ញាមានផ្លូវធម៌ជាគ្រឿងទប់ស្កាត់មានធម៌ជាទីពឹងយ៉ាងកក់ក្ដៅក្នុងអារម្មណ៍ក្នុងចិត្តការញាប់ញ័ររមែងតែងតែស្ងប់ក្នុងផ្លូវចិត្តកាលបើយើងខ្វះបញ្ញាខ្វះសភាវៈធម៌សម្រាប់រលត់សម្រាប់រំលត់នៅបញ្ហាអាក្រក់ទាំងនេះទាំងជីវិតទាំងចិត្តនឹងរមែងញាប់ញ័រដោយការភ័យខ្លាចរាល់បញ្ហាដែលខ្លួននឹងមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ស្កាត់នៅរឿងរ៉ាវអាក្រក់ដែលកើតឡើងចំពោះជីវិតនេះជីវិតនឹងคล้ายទៅជាឥតខ្លឹមសារឥតមានន័យម្ល៉េះហើយយើងម្នាក់នឹងក៏បីឲ្យជីវិតនឹងคล้ายទៅជាជីវិតមានខ្លឹមសារនោះគឺមានសមត្ថភាពគ្រប់គ្រាន់ដូច្នេះយើងត្រូវតែសិក្សារៀនសូត្រព្រះធម៌នឹងដើម្បីទាញយកចំណេះឲ្យកើតបញ្ញាតាមរយៈការអានសភៅក្តីតាមរយៈការស្ដាប់ក្តីនិងតាមរយៈការសួរក្តីនាំឲ្យកើតការយល់ដឹងក្នុងសភាវៈពុទ្ធរបស់ជីវិតយើងចិត្តគំនិតរបស់យើងនឹងបានធូរស្រាលលែងមានទម្ងន់អ្វីនឹងមកក្របសង្កត់យើងនឹងទៀតហើយព្រោះថាយើងនឹងមានវត្ថុស័ក្តិសិទ្ធិនេះមកជួយដោះស្រាយតាមវិធីផ្លូវធម៌ឬក៏ផ្លូវបញ្ញារឿងរ៉ាវដំណើរជីវិតសត្វលោកតែងតែមានជំពប់ឧបសគ្គ
វិបត្តិនឹងជារឿងធម្មតាប៉ុន្តែវាមិនមានជាតិពុលណាជាតិពឹសជាតិពុលនឹងជ្រាបចូលទៅក្នុងចិត្តណាឬក៏ក្នុងបេះដូងយើងបានទេព្រោះថាមានធម៌ជាទីពឹងនៅសម្រាប់រំលត់ទុក្ខបំបត្តិការនឿយហត់ចិត្តជីវិតរបស់យើងនឹងមានសមត្ថភាពក្នុងការយល់ដឹងច្រើនអំពីសភាវៈពិតរបស់មនុស្សម្ល៉េះហើយយើងគ្រប់រូបត្រូវយកចិត្តទុកដាក់ខិតខំព្យាយាមរក្សាអប់រំចិត្តតាមផ្លូវធម៌របស់ព្រះសម្មាសម្ពុទ្ធរមែងមានប្រយោជន៍នៅត្រង់ការយល់ដឹងនៅខ្លឹមសារនៃជីវិតរបស់មនុស្សនឹងឯងដោយសារតែការយល់ឃើញដូចនេះហើយទើបធ្វើឲ្យយើងនឹងមានចិត្តស្ងប់រងាប់រាល់បញ្ហាអាក្រក់ដែលកើតឡើងឬចំពោះមុខនៃឧបសគ្គវិបត្តិផ្សេងក្នុងខណៈជីវិតម្យ៉ាងទៀតភាពស្ងប់និងរងាប់ភាពញាប់ញ័របានហើយធ្វើឲ្យយើងនឹងរឹតតែមានភាពក្លាហានភាពឆ្លាតឆ្លៀសវៃតែបើយើងបែរទៅជាមានទុសៈធ្វើឲ្យចិត្តនឹងមានសេចក្តីក្រោធខឹងទោមនស្សទៅវិញនោះធ្វើឲ្យយើងនឹងត្រឡប់មកជាមនុស្សល្ងងខ្លៅមួយរំពេចនឹងកាលបើពុទ្ធបរិស័ទទាំងឡាយបានពេញចិត្តក្នុងការសិក្សាស្ដាប់នៅព្រះធម៌របស់ព្រះពុទ្ធជាប្រចាំហើយចិត្តនឹងបានសមគួរនឹងទៅតាមការយល់ដឹងនាំមកនៅប្រយោជន៍នាំមកនៅសេចក្តីសុខចម្រើនកាលបើពុទ្ធបរិស័ទបានយល់អំពីដំណើរជីវិតហើយគឺពុទ្ធបរិស័ទនឹងមានការចម្រើនទៅដោយគុណធម៌ព្រោះថាគុណធម៌នេះគឺជាមេត្តាករុណាសេចក្តីសន្តោសក្តីសេចក្តីព្យាយាមក្តីសិលក្តីសមាធិក្តីខន្តីសេចក្តីអត់ធន់ជាដើមនេះរមែងកើតឡើងចម្រើនក្នុងចិត្តដោយអាស្រ័យការអប់រំយល់ដឹងអំពីខ្លឹមសារជាសភាវៈពិតនៃជីវិតនឹងឯង